ហើយច្បាប់នេះវាមានអានុភាពបាទមានអានុភាពច្បាប់វាធ្វើឲ្យមានអានុភាពច្បាប់មាន3ទី1ក្នុងលំហទី2ក្នុងកាលទី3ច្បាប់ព្រហ្មទណ្ឌអត់មានអានុភាពបដិសកម្មត្រូវចាំក្នុងលំហ181,035 គីឡូម៉ែត្រគឺច្បាប់យើងមានគ្រប់របបទាំងអស់នៅក្នុងដីក្រមដីលើភ្នំក្រមភ្នំឲ្យទៅនៅក្នុង181,030 គីឡូម៉ែត្រហ្នឹងគឺច្បាប់ព្រហ្មទណ្ឌគ្រប់របបទាំងអស់ក្នុងលំហចែកចេញជា2ក្នុងដែនដីហើយនៅក្រៅដែនដីក្រៅដែនដីបានន័យថាច្បាប់ព្រហ្មទណ្ឌមានអានុភាពទៅតាមសញ្ជាតិទៅដល់កូរ៉េច្បាប់ហ្នឹងក៏អនុវត្តនៅកូរ៉េលើកលែងតែច្បាប់កូរ៉េគេចាត់ការតែបើច្បាប់កូរ៉េមិនចាត់ការចាប់បញ្ជូនមកវិញបត់ល្មើសកើតនៅកូរ៉េបានន័យថាជួនមកកាត់ទោសស្រុកខ្មែរវិញយកច្បាប់ទៅកាត់ទោសស្រុកខ្មែរដល់ថៃទៅដល់ម៉ាឡេទៅដល់ណាក៏ដោយឲ្យតែខ្មែរយើងទៅដល់ជាសញ្ជាតិខ្មែរគឺយើងយកច្បាប់នឹងទៅអនុវត្តទាំងអស់ហ្នឹងហៅថាក្នុងលំហក្នុងដែនដី181,035 គីឡូម៉ែត្រកូរ៉េហើយនៅក្រៅដែនដីទៅតាមសញ្ជាតិក្នុងកាលក៏និយាយថាកាលៈទេសៈនៃការច្បាប់ហើយនឹងបទល្មើសកាលពីឆ្នាំ1992យើងមានច្បាប់ព្រហ្មទណ្ឌអន្តរកាល92 93ច្បាប់ស្តីអំពីស្ថានភាពទោសនៃបទឧក្រិដ្ឋដែលយើងបង្កើតអំពីបញ្ហានៃការទទួលខុសត្រូវកម្រិតនៃទោសកុមារខេត្តអំពើប្លន់ជាស្កត់ជនជាអតិភិបបាទអញ្ចឹងក្រោយមកទៀតឆ្នាំ2010ថ្ងៃទី20ខែធ្នូច្បាប់នេះចូលជាធរមានមេត្រាខ្លះបាទអញ្ចឹងគឺច្បាប់នេះពេលខ្លះមានស្ថានភាពស្រាលជាងបាទអញ្ចឹងកលៈទេសៈនៃការមានបទល្មើសបើសិនជាច្បាប់មុនមានទោសប្រហារជីវិតឧទាហរណ៍គឺច្បាប់នេះអត់មានប្រហារជីវិតទេអញ្ចឹងទោសប្រហារជីវិតលើកប្រព្រឹត្តបទល្មើសមុនច្បាប់នេះចេញត្រូវបានលើកបានឲ្យផលប្រយោជន៍ទៅលើជនជាប់ចោទបាទហើយបើសិនជាច្បាប់មុនឧទាហរណ៍ជាទ្រឹស្ដីបើសិនជាច្បាប់មុនមានប្រហារជីវិតដល់ច្បាប់ក្រោយនេះអត់ប្រហារជីវិតទេអញ្ចឹងអ្នកដែលត្រូវបទល្មើសលើកមុនហ្នឹងមិនត្រូវបានប្រហារជីវិតទេដោយសារច្បាប់នេះអត់មានប្រហារជីវិតផលប្រយោជន៍ទៅលើបានទៅលើជនជាប់ចោទបាទអញ្ចឹងហើយបានជាខ្ញុំលើកអំពីអានុភាពក្នុងកាលៈទេសៈនៃការបទល្មើសកើតមានមុនច្បាប់ក្រោយច្បាប់ដែលកើតឡើងអាហ្នឹងគឺជាអានុភាពនៃច្បាប់ព្រហ្មទណ្ឌហើយច្បាប់ព្រហ្មទណ្ឌមានអានុភាពអត់មានអានុភាពបដិសកម្មគឺអ្នកធ្វើច្បាប់ទាំងអស់អត់ឲ្យមានការបដិសកម្មជាមួយនឹងសកម្មភាពទេឧទាហរណ៍ថាច្បាប់ស្តីអំពីឯកពន្ធភាពឯកពន្ធភាពបាននិយាយអំពីបញ្ហារឿងអីបាទឯកពន្ធភាពនិយាយអំពីបញ្ហាអ្នកដែលមានប្រពន្ធចំណងអាពាហ៍ពិពាហ៍បាទឃើញទេពីមុនមកយើងនិយាយតែក្នុងក្នុងចិត្តទេក្នុងប្រពៃណីយើងទេប្រពៃណីខ្មែរមានប្តីមួយប្រពន្ធមួយបាទក្រោយមកទៀតមានប្រពន្ធដូចលាក់មានស្រីធ្វើអំពើហិង្សានឹងគ្រួសារផ្សេងក្រោយមកទៀតគេបង្កើតច្បាប់ឲ្យទទួលខុសត្រូវក្នុងរឿងព្រហ្មទណ្ឌពីមុនជារឿងប្រពៃណីឥឡូវហ្នឹងឲ្យជារឿងព្រហ្មទណ្ឌអ្នកដែលមានប្រពន្ធមួយហើយទៅលួចលាក់សហាយស្មន់ឬក៏ផាត់ក្បត់យកក្រុមគ្រួសារខ្លួនឯងឬក៏អ្នកដទៃប្រពន្ធដឹងប្តឹងអ្នកនឹងទៅរងគ្រោះរងទោសពីបទផាត់ក្បត់ឬក៏សហាយស្មន់បាទប៉ុន្តែច្បាប់អត់តម្រូវការប្រាប់ថាអ្នកឯងមានពីមុនមកត្រូវជាប់ទោសទេច្បាប់គិតពីថ្ងៃដែលច្បាប់ចូលជាធរមានទៅបាទជាធរមានទៅចុះពីមុនអត់ទេតែសុំឲ្យបោះបង់ឃើញទេចាប់ពីច្បាប់នឹងចូលជាធរមានជួយបោះបង់បើមិនបោះបង់ទេក៏មិនមានប្តឹងបើសិនប្រពន្ធប្តឹងមានបញ្ហាហ្នឹងគេហៅថាតកតទៅនឹងបដិសកម្មនៃច្បាប់បាទបដិសកម្មនៃច្បាប់យើងអានុភាពហើយនឹងបដិសកម្មយើងបានលើកឡើងអំពីបញ្ហាច្បាប់យើងដែលពាក់ព័ន្ធទៅនឹងអំណាចនៃច្បាប់បាទអំណាចនៃច្បាប់ហ្នឹងហើយក៏មានពាក់ព័ន្ធនឹងបញ្ហារឿងអញ្ញាយកាលពាក់ព័ន្ធនឹងបញ្ហារឿងបទល្មើសបាទពាក់ព័ន្ធទៅនឹងកត្តាខ្លះដែលពាក់ព័ន្ធទៅនឹងធៀប